សួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបយើង course enrollment ហើយយើង save enroll ខ្លួនឯងចូលទៅ course តាមការភាគរបស់យើងទាំងអស់គ្នាអញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាមានការភាគនិងបញ្ជីឈ្មោះហើយដឹងក្រុមខ្លួនឯងហើយណាហើយក៏ដឹងថាខ្លួនឯងរៀនជាមួយមុខជាអីគ្រូណាអញ្ចឹងតាមការភាគយើងសម្រាប់ term 1ណាអញ្ចឹងអានេះអ្នកទាំងអស់គ្នាអាចឆែកមើលបានអញ្ចឹងដូចអ្នកទាំងអស់គ្នាឃើញហើយនៅក្នុងនេះគឺជា dashboard របស់ LMS យើងហើយនៅក្នុង dashboard យើងនឹងឃើញមាន site home យើងមានឃើញ timeline មាន calendar អញ្ចឹងអ្វីដែលយើងត្រូវធ្វើឥឡូវនេះគឺយើងត្រូវទៅ enroll ជាមួយ course តាមការភាគនិងតាមគ្រូដែលយើងបានរៀនដែលយើងនឹងរៀនណាអូខេអញ្ចឹងខ្ញុំចូលមក site home កន្លែង site home អ្នកនរនេះឃើញមានប៊ូតុង2ដូចខ្ញុំធ្លាប់បានបញ្ជាក់គឺ available course ហើយនិង my courses មានន័យថាគ្រប់ course ទាំងអស់នៅក្នុង UGE យើងគឺមានទាំងអស់នៅក្នុង available course ហើយ my course គឺជា course ដែលអ្នកនរនេះបាន enroll ខ្ញុំលើកឧទាហរណ៍មួយអញ្ចឹងពេលដែលខ្ញុំចូលទៅខ្ញុំឃើញ course របស់ខ្ញុំទាំងអស់ដែលខ្ញុំធ្លាប់ enroll ពីមុនក៏ប៉ុន្តែនៅក្នុង available course យើងចូលទៅគឺមាន course ច្រើនអញ្ចឹងអ្នកនរនេះក៏លេខមកមើលនៅក្នុងនេះcourse អ្នកនរនេះគឺស្ថិតនៅក្រុម category term 1ដោយសារយើងពងនៅ term 1ណាអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ធ្វើ save enroll course ដែលខ្ញុំរៀនតាមការភាគរបស់ខ្ញុំឧទាហរណ៍ថាខ្ញុំចូលទៅ course មួយឧទាហរណ៍ថាយើងរើស course មួយទៅ search កន្លែងប៊ូតុង search ហ្នឹងយើងវាយ course ឈ្មោះ course មក AI in Office application អញ្ចឹងបន្ទាប់ពីអ្នកនរនេះវាយអញ្ចឹងហើយអ្នកនរនេះ search ទៅពេល search ទៅវានឹងចេញ course AI នឹងមកទាំងអស់និយាយរួមទាំងអស់ប៉ុន្តែអ្នកនរនេះត្រូវដឹងថាអ្នកនរនេះឥឡូវស្ថិតនៅក្នុង term ទី1អញ្ចឹងហើយ term ទី1អ្នកនរនេះមើលតើ course ទាំងពីរហ្នឹងគ្រូរបស់អ្នកទាំងអស់គ្នាមួយណាអញ្ចឹងបើសិនជាយើងគិតថានៅក្នុងការពាក្យខ្ញុំគ្រូខ្ញុំគឺលោកគ្រូសំអូកពន្លឺអញ្ចឹងណាអញ្ចឹងយើងយកតាម AI ដែលមានឈ្មោះលោកគ្រូសំអូកពន្លឺយើង click លើនឹងទៅបន្ទាប់ពី click មកវាឲ្យយើង enroll course ណាបាទលើកឧទាហរណ៍មួយទៀតខ្ញុំលើកថាមុខវិជ្ជា let's see moral philosophy ទៅអញ្ចឹងអូខេ moral philosophy ខ្ញុំវាយvàoនឹងទៅ search ចេញមកវាចេញមកហើយអញ្ចឹងនៅក្នុង moral philosophy មានច្រើនគ្រូអញ្ចឹងឧទាហរណ៍អ្នកនររៀនជាមួយនឹង professor ជុំច័ន្ទរិនឬក៏រៀនជាមួយលោកគ្រូឈៀនសុងវ៉ាតឬក៏រៀនជាមួយនឹងជួនណេអ្នកទាំងអស់គ្នាអាចចូលទៅ save enroll តាមរយៈថា click ចឹងមួយទៅបន្ទាប់មកឃើញមានពាក្យថា enroll me in this course អញ្ចឹងបើអ្នកនរឃើញ enroll me in this course អ្នកនរ click ទៅគឺយើង enroll ចូលទៅក្នុងនោះហើយអញ្ចឹងណាអូខេអញ្ចឹងរបៀបធ្វើ save enroll តែប៉ុណ្្នឹងទេហើយអ្នកនរគ្រាន់តែចាំថាការ save enroll យើងមើលទៅលើ course ណាមួយដែលជា course នៅក្នុងការភាគរបស់អ្នកទាំងអស់គ្នាដូចខ្ញុំបង្ហាញទាំងបញ្ជីឈ្មោះនិងការភាគនៅក្នុង group យើងអញ្ចឹងបើសិនជាមានបញ្ហាអាចទំនាក់ទំនងមកខាងបច្ចេកទេសបានណាសូមអរគុណ